ជំរាបសួរបងប្អូនទាំងអស់គ្នាចាខែនេះគឺជាខែដែលសម្បូរផ្លែត្នោតទេណាអញ្ចឹងសម្រាប់មុខម្ហូបចាដែលយើងអាចយកត្នោតមកស្លឬមួយក៏ចម្អិនចាគឺតែងតែនឹកឃើញទៅដល់សម្លកកូរត្នោតណាទាំងអស់គ្នាចាសម្រាប់ម្ហូបខ្មែរមួយមុខនេះគឺថាមានរសជាតិឆ្ងាញ់ខ្លាំងមែនទែនហើយញ៉ាំច្រើនយ៉ាងណាក៏អត់ទ្រាំដែរអញ្ចឹងថ្ងៃនេះខ្ញុំចាបានទិញផ្លែត្នោតណាចាដែលគេចិតស្រាប់រួចរាល់អស់ហើយចាចំនួនប្រហែលជាជាងកន្លះគីឡូដែរហើយខ្ញុំបានបន្ថែមជាមួយនឹងបន្លែស្លឹកណាទាំងអស់គ្នាចាដែលខ្ញុំថែមតែជាមួយនឹងស្លឹកបាសចាហើយជាមួយនឹងស្លឹកម្រុំណាទាំងអស់គ្នាប៉ុន្តែបើសិនជាបានចាត្រួយម្រះឬមួយក៏ចាអ្នកទាំងអស់គ្នាចូលចិត្តចង់ថែមផ្សិតឬមួយក៏ថែមបន្លែស្លឹកអីផ្សេងៗទៀតអាហ្នឹងក៏បានដែរវាទៅតាមចំណង់ចំណូលចិត្តរបស់យើងប៉ុន្តែដោយសារតែបន្លែស្លឹកនេះគឺខ្ញុំដាក់តែពីរមុខនេះទេចាព្រោះដោយសារតែខ្ញុំរកត្រួយម្រះអត់បានចំណែកនេះវិញគឺជាគ្រឿងបុកស្រាប់អ្នកទាំងអស់គ្នាដែលមានគល់ស្លឹកគ្រៃចាម្ដេងល្មៀតចាដែលគេលាយស្រាប់រួចរាល់ហើយខ្ញុំគ្រាន់តែបន្ថែមជាមួយនឹងខ្ទឹមសជាមួយនឹងគល់ចាស្លឹកក្រូចចាធ្វើបន្ថែមដើម្បីឲ្យវាមានក្លិនកាន់តែឈ្ងុយចឹងសម្រាប់បន្លែគ្រឿងបុកក៏ខ្ញុំបានត្រៀមរួចអស់ហើយខ្ញុំក៏មានអង្ករលីងចាខ្ទិះដូងប្រហុកហើយសម្រាប់សម្លថ្ងៃនេះគឺខ្ញុំចាជ្រើសប្រើជាមួយនឹងឆ្អឹងជំនីខ្ចីណាអ្នកទាំងអស់គ្នាឆ្អឹងជំនីជ្រូកប៉ុន្តែអ្នកទាំងអស់គ្នាក៏អាចប្រើសាច់ផ្សេងដូចជាសាច់មាន់សាច់ត្រីចាក៏បានដែរអញ្ចឹងបន្ទាប់ពីរៀបចំគ្រឿងផ្សំមកហើយខ្ញុំក៏ធ្វើការដាក់ស្លតែម្ដងចាជាធម្មតាសម្លដែលខ្ញុំប្រើជាមួយនឹងប្រហុកភាគច្រើនគឺខ្ញុំយកប្រហុកយើងទៅរំលីងឲ្យវាឡើងក្លិនឈ្ងុយល្អសិនណាអ្នកទាំងអស់គ្នាដើម្បីកាត់ក្លិនឆ្អាបបន្ទាប់ពីប្រហុកយើងបានឡើងក្លិនឈ្ងុយល្អទើបខ្ញុំដាក់ជាមួយនឹងគ្រឿងបុកយើងចូលដើម្បីធ្វើការរំលីងចាឲ្យវាឡើងក្លិនឈ្ងុយល្អដូចគ្នាចានិយាយទៅគឺប្រហុកពេលដែលយើងលីងហើយគឺវាក្លិនវាឈ្ងុយអ្នកទាំងអស់គ្នាចាគឺវាអត់ឆ្អាបវាអត់ស្អុយទេអញ្ចឹងល្មមអ្នកដែលគាត់អត់សូវជាចូលចិត្តក្លិនប្រហុកក៏គាត់អាចញ៉ាំបានដែរអញ្ចឹងបន្ទាប់ពីក្លិនចាយើងលីងប្រហុកជាមួយនឹងគ្រឿងឲ្យឡើងឈ្ងុយហើយខ្ញុំក៏បានចាដាក់សាច់យើងចូលទៅរំលីងចាឲ្យវាសព្វគ្នាហើយទើបយើងបន្ថែមគ្រឿងទេសមានដូចជាស្ករត្នោតចាប៊ីចេងហើយជាមួយនឹងទឹកត្រីចាហើយខ្ញុំធ្វើការច្របល់សាច់គ្រឿងចាគ្រឿងទេសរបស់យើងឲ្យសព្វល្អចាហើយទុកវាឲ្យរៀងចាដាច់ទឹកបន្តិចណាបន្ទាប់មកខ្ញុំបានធ្វើការដាក់អង្ករលីង2ស្ព្រាបាយចូលទៅអ្នកទាំងអស់គ្នាចា2ស្ព្រាបាយកន្លះចាហើយបន្ទាប់មកខ្ញុំបន្ថែមទឹកហើយទឹកហ្នឹងក៏ខ្ញុំអត់ប្រើបរិមាណច្រើនដែរធម្មតាស្លកកូរខ្ញុំចង់ស្លឲ្យវារៀងចាទឹកហើយនឹងបន្លែឲ្យវារៀងស្មើគ្នាតែយើងដាក់ទឹកច្រើនពេកទៅស្លមួយមុខហ្នឹងក៏អត់ឆ្ងាញ់ដែរអ្នកទាំងអស់គ្នាចាអញ្ចឹងបន្ទាប់ពីសម្លចាយើងទុកឲ្យវាបានមួយពុះហើយខ្ញុំក៏ធ្វើការដួសចាពពុះនៅខាងលើហ្នឹងចេញអ្នកទាំងអស់គ្នាចាហើយយើងភ្លក់ទៅរសជាតិគឺវាល្មមហើយទើបយើងបង់ជាមួយនឹងចាផ្លែត្នោតចូលចាទុកវាមួយពុះយើងក៏បន្ថែមបន្លែចាស្លឹកពីក្រោយទៀតចាហើយយើងទុកតែមួយពុះគឺស្លយើងឆ្អិនរួចរាល់តែម្ដងហើយជាចុងក្រោយហ្នឹងចាខ្ញុំគ្រាន់តែបន្ថែមជាមួយនឹងខ្ទិះដូងប្រហែលជា2ស្ព្រាបាយអ្នកទាំងអស់គ្នាដើម្បីបង្កើនរសជាតិឲ្យវាកាន់តែឈ្ងុយឆ្ងាញ់ណាចានិយាយទៅស្លមួយមុខនេះអ្នកទាំងអស់គ្នាគឺថាឆ្ងាញ់ញ៉ាំយ៉ាងណាច្រើនមិនក៏អត់ទ្រាំដែររសជាតិវាគឺឆ្ងាញ់ចាដោយសារតែម្ហូបខ្មែរយើងវាមានបន្លែចាវាមានគ្រឿងនិយាយទៅហើយបើបានញិចម្ទេសរៀងហឹរបន្តិចគឺថារសជាតិមិននិយាយអ្នកទាំងអស់គ្នាចាអញ្ចឹងអរគុណច្រើនចាសម្រាប់ការទស្សនាចាហើយខ្ញុំនឹងព្យាយាមចែករំលែកនៅវីដេអូថ្មីៗជាមួយនឹងមុខម្ហូបបង្អែមភេសជ្ជៈផ្សេងៗទៀតជូនទៅដល់អ្នកទាំងអស់គ្នានៅវីដេអូក្រោយៗជម្រាបលា